បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយបងប្អូនថ្ងៃនេះគឺយើងមកធ្វើវីដេអូលក្ខណៈថាយើង relax ឯងបងប្អូនកំសាន្តណាអញ្ចឹងថ្ងៃនេះគឺយើងចេញពីការងារមកចេញពីធ្វើការមកគឺយើងដាក់ចំណីមាន់នៅពេលល្ងាចឯងបងប្អូនអញ្ចឹងក៏ធ្វើវីដេអូកំសាន្តចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់ចង់ relax នៅពេលចេញពីធ្វើការអីចឹងណាបងប្អូនអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំចេញពីធ្វើការមកគឺខ្ញុំដាក់ចំណីមាន់ចំណីអីចឹងបងប្អូនបាច់អង្គបាច់អីមាន់ស៊ីទៅជានេះគឺជាការដែលយើង relax មួយយ៉ាងដែរបងប្អូនដែលយើង stress ជាមួយនឹងការងារអស់រយៈពេលមួយថ្ងៃពេញណាអញ្ចឹងវីដេអូនេះគឺអត់មានអីទីទេបងប្អូនគឺយើងមកថតមាន់របស់យើងកំសាន្តលេងអញ្ចឹងណាជាការកំសាន្តទៅដោយសារយើងផុតមកពីការងារហើយយើងមកដល់ផ្ទះអញ្ចឹងគឺយើងអត់មានទៅណាទេគឺយើងដាក់ចំណីមាន់ចំណីអីអញ្ចឹងបងប្អូននេះគឺជាមាន់របស់ខ្ញុំបងប្អូនហើយខ្ញុំចំនៅផ្ទះរបស់ខ្ញុំអញ្ចឹងណាចំនេះគឺយើងចំបែបលក្ខណៈគ្រួសារផងលក្ខណៈថាយើងកំសាន្តអារម្មណ៍អីចឹងណាអាហ្នឹងអ្នកដែលគាត់ចូលចិត្តចំមាន់អាហ្នឹងគាត់ច្បាស់ជាយល់ហើយពាក់ព័ន្ធទៅនឹងយើងអ្នកចិញ្ចឹមសត្វអីចិញ្ចឹមអីលេងនៅផ្ទះអញ្ចឹងទៅជាការកំសាន្តអារម្មណ៍របស់យើងអញ្ចឹងណាហើយនេះជាមាន់របស់ខ្ញុំគឺយើងចំនេះគឺថាយើងបានផលដែរបងប្អូនគឺយើងចំមែនថាទីមួយយើងបានកំសាន្តអារម្មណ៍ផងបានផលផងអញ្ចឹងណាសម្រាប់ហូបចុកអីនៅផ្ទះតិចតួចអញ្ចឹងទៅបងប្អូនជួបជុំអីតិចតួចម្ដងម្កាលទៅគឺយើងមានរបស់យើងស្រាប់អញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់ចេញពីការងារមកគឺយើងទៅកំសាន្តនៅទីណាខ្លះដែរបងប្អូនអញ្ចឹងមានអ្នកខ្លះគាត់ចេញមកទៅលេងបាល់ទៅដើរប្រាណអីចឹងទៅហើយសម្រាប់ខ្ញុំនេះគឺថ្ងៃហ្នឹងចេញមកមិនដឹងទៅណាអញ្ចឹងនៅដាក់ចំណីមាន់ថតវីដេអូលេងអញ្ចឹងទៅបងប្អូនដើម្បីជាការកំសាន្តផងដើម្បីជាការចែករំលែកអំពីការចិញ្ចឹមមាន់របស់យើងដែរអញ្ចឹងណាហើយពាក់ព័ន្ធនឹងពេលល្ងាចគឺសម្រាប់ខ្ញុំគឺខ្ញុំដាក់ចំណីស្រូវត្រាំទឹកក៏ដូចជាកាកសំណល់ផ្ទះបាយអីដែលយើងមានសេសសល់ពីការហូបចុកហើយយើងកុំទុកចោលគឺយើងយកមកដាក់ឲ្យមាន់យើងស៊ីទៅដើម្បីវាជាប្រយោជន៍បន្តទៀតអញ្ចឹងបងប្អូនហ្នឹងហើយការចិញ្ចឹមមាន់ក៏វាជួយកាត់បន្ថយយើងបានច្រើនដែរទៅលើទីមួយដូចជាចំណីកាកសំណល់ផ្ទះបាយអីដែលយើងចោលអញ្ចឹងយើងបោះចោលពីវាកាលវាធ្វើឲ្យស្អុយគេអញ្ចឹងណាប៉ុន្តែបើយើងចំជាមាន់4-5ក្បាលឬក៏10ក្បាលអីចឹងទៅពី3ក្បាលបងបាច់ចំច្រើនទេបើយើងជឿចំច្រើនអញ្ចឹងណាចំតា3-4មេហ្នឹងក៏បោបងប្អូនពេលយើងមានសល់បាយសឡអីនៅផ្ទះអញ្ចឹងយើងអាចចាក់ចោលអីខាតអីអញ្ចឹងយើងយកមកចាក់ឲ្យវាស៊ីក៏វាជាអត្ថប្រយោជន៍ដូចយើងដែរអញ្ចឹងណាយើងឆ្នៃវាណាអញ្ចឹងវាទីមួយវាបាត់ក្លិនស្អុយផងទីពីរបានទៅលើមាន់យើងស៊ីមាន់យើងធំយើងមានកូនមានចៅទៅគឺយើងបានផលពីវាមកដើម្បីយើងហូបចុកដែរអញ្ចឹងណាបងប្អូនហ្នឹងហើយអានេះជាការចែករំលែកទេបងប្អូនហើយជឿដោយសារយើងអ្នកដែលចូលចិត្តចំមាន់ចំអីគាត់អាចយល់ហើយពាក់ព័ន្ធទៅនឹងរឿងហ្នឹងអញ្ចឹងណាបើតែសម្រាប់ពុកម៉ែបងប្អូនដែលគាត់មិនសូវចូលចិត្តទេអាហ្នឹងគាត់ទៅចាប់អារម្មណ៍ទេពាក់ព័ន្ធនឹងការចំមាន់ចំអីងាយញ៉ៃអញ្ចឹងគាត់ថាអញ្ចឹងណាតែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តនៅក្នុងការចំមាន់កំសាន្តហ្នឹងទៅពេលខ្លះទៅយើងអបសុកអីចឹងយើងមកអង្គុយដាក់ចំណីមាន់អីចឹងស្រូវមកក្តាប់ពីក្តាប់មកអង្គុយបាយឲ្យវាស៊ីចឹងទៅបងប្អូនវាធ្វើឲ្យយើងរំសាយអារម្មណ៍អីចឹងមកយ៉ាងណាអញ្ចឹងណានេះហើយនេះជាបបពិសោធន៍របស់ខ្ញុំហើយនេះជាមាន់របស់ខ្ញុំបងប្អូនប្រហែលជា20-30មាន់ទេមិនច្រើនមកទេដោយសារនេះវគ្គក្រោយបងប្អូនវគ្គមុនច្រឡំបើវគ្គក្រោយវាញាស់បានច្រើនសពកទៀតចឹងលើកក្រោយប្រហែលជាច្រើនជាងហ្នឹងចឹងណាហើយនេះសិតតែមេគាត់តែលាយអាតូចអាធំអីចឹងពេញហ្នឹងបងប្អូនយើងបានហូបចុកអីគូសំដែរបងប្អូននឹងពេលខ្លះយើងបានដោះដូរទេបងប្អូនចាប់ពី3មាន់ទៅបាន4-10ម៉ឺននេះដែរអញ្ចឹងណាគ្រាន់បានដោះដូរអីចឹងដែរគូសំដែរអញ្ចឹងបងប្អូនហ្នឹងហើយយើងគេថាតែលពឹសដៃណាធ្វើឆ្អែតទៅយើងចេះតែព្យាយាមអញ្ចឹងទៅដូចចាស់យើងពីដើមមកចុកស្រែចកាគឺមានអីបងប្អូនគឺយើងមានតែអញ្ចឹងចំបលែងចោលហ្នឹងទៅហើយភ្លេចខ្លួននឹងបាន1-2អញ្ចឹងទៅហូបចុកអីចឹងទៅណាអញ្ចឹងបងប្អូនហ្នឹងហើយនេះគ្រាន់តែជាការចែករំលែកឬដូចជាការកំសាន្តនេះបងប្អូនចែករំលែកទៅបងប្អូនគាត់មាន
ผมนองtrong món đó con ảnh mưa thôi đẹp còn là video và nhóm miên trần nơiក្នុង YouTube channel YouTube របស់ខ្ញុំហ្នឹងចាក់បងប្អូនដែល subscribe បងប្អូនបានដឹងហើយតាំងពីការលាយចំណីមន់អីថាធ្វើចំណីមន់មិនអញ្ចឹងណាថាតមរៀបចំច្របកត្រង់អីចឹងគឺខ្ញុំមាននៅក្នុងវីដេអូរបស់ខ្ញុំទាំងអស់នៅក្នុង YouTube របស់ខ្ញុំអញ្ចឹងបងប្អូនហើយវីដេអូលើកនេះគឺគ្រាន់តែជាវីដេអូកំសាន្តទេបងប្អូនគឺយើងដាក់ចំណីមន់លេងទេថតចែករំលែកបងប្អូនថា មន់របស់ខ្ញុំនឹងវាបានផលអីចឹងណាអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងគឺយើងមានមន់តូចមន់ធំអញ្ចឹងទៅថាឲ្យបងប្អូនបានទស្សនាកំសាន្តដែរអញ្ចឹងហើយអត់មានជាថាធ្វើលេចំណីលេអីច្រើនទេគឺយើងបាចស្រូវពេលល្ងាចទេបងប្អូនសម្រាប់ខ្ញុំពេលល្ងាចគឺខ្ញុំបាចជាលក្ខណៈស្រូវបងប្អូនល្ងាចខ្ញុំដាក់ស្រូវអញ្ចឹងណាហើយ2 3ថ្ងៃទៅខ្ញុំលាយចំណីម្ដងអញ្ចឹងទៅ 2 ថ្ងៃលាយម្ដងចំណីលាយកន្ទុកអីចឹងទៅបងប្អូនហើយក្រៅពីហ្នឹងគឺយើងមានស្រូវមានកពោតអីកាកសំណល់ផ្ទះបាយអីចឹងបោះវាស៊ីទៅបងប្អូនហើយបើមានលឹកឈើលឹកព្រៃអីគឺយើងដាក់បន្ថែមទៀតទៅដូចជាកាកសំណល់ស្អីស្ពៃអីចឹងណាពីផ្សារពីអីមកយើងអាចប្រមូលពីផ្សារមកដាក់វាស៊ីដែរចឹងណាហ្នឹងសម្រាប់យើងចំមន់នៅផ្ទះយើងអត់ប្រឡែងវាពីវាការចឹងបងប្អូន តែបើបងប្អូនដែលគាត់ប្រឡែងហើយអាហ្នឹងមានដីធំអាហ្នឹងកាន់តែល្អទៀតយើងដាំស្មៅដាំអីឲ្យវាបងប្អូនគឺវាស៊ីទៅវាកាន់តែឆាប់ធំអញ្ចឹងណាប៉ុន្តែមន់ខ្ញុំនេះគឺថាខ្ញុំដីខ្ញុំវាតូចដែរដល់ពេលអញ្ចឹងខ្ញុំអត់មានទីធ្លាប្រឡែងវាប៉ុន្មានទេអញ្ចឹងយើងមានដាក់គ្រាប់ពោតដាក់ស្រូវអញ្ចឹងទៅហើយមានលឹកដលងលឹកបាល់អីយើងបោះវាស៊ីដែរអញ្ចឹងណាប៉ុន្តែបើបងប្អូនដែលមានដីធំ ហើយយើងដាំស្មៅដាំអីឲ្យច្រើនទៀតអាហ្នឹងមន់របស់យើងវាកាន់តែឆាប់ធំហើយនឹងសុខភាពល្អទៀតបងប្អូនសាច់វាល្អមន់ដែលគាត់មន់ដែលវាមានទីធ្លាធំណាវាបាត់ហោះហើរលេងតាមចិត្តវាអញ្ចឹងណាវាដូចមនុស្សយើងអញ្ចឹងបងប្អូនកាលណាយើងរស់នៅក្នុងផ្ទះដែលមានបរិវេណធំអញ្ចឹងវាអត់សូវ stress ទេអញ្ចឹងហើយធ្វើឲ្យយើងសុខភាពល្អទៀតបងប្អូនអញ្ចឹងណា មន់ក៏ដូចគ្នាតែបើសិនជាវារស់នៅក្នុងបរិវេណដែលធំវាធ្វើឲ្យវានឹងសុខភាពល្អហើយវាបានដើរហើរច្រើនហ្នឹងវាធ្វើឲ្យវាមានសាច់វាល្អមន់ហ្នឹងវាអត់ស្លេកស្លាំងទេអញ្ចឹងណាវាចាប់សត្វល្អចាប់អីស៊ីបន្ថែមទៀតទៅអញ្ចឹងធ្វើឲ្យវាឆាប់ធំកាន់តែធំសាច់វាកាន់តែមានរសជាតិអញ្ចឹងហ្នឹងបងហ្នឹងហើយហើយមន់របស់ខ្ញុំនេះពីមុនមកក៏វាមានស្មៅមានអីដុះដែរតែពេលខ្ញុំចំមក វាកាន់តែកើនឡើងទៅលែងមានអីដុះបងប្អូនឥឡូវគឺមកដុះអត់តាន់មន់ចឹកខ្ទេចខ្ទីអស់ហើយលក្ខីលអីក៏ចឹកដែរបងប្អូនមន់នេះមិនធម្មតាដែរយើងធ្វើសិតជាបងប្អូនខ្ជិលដកស្មៅខ្ជិលអីណាបងប្អូនចាំមន់តែ4 5ក្បាលទៅនេះទៅអស់លីងហើយគ្មានដុះអីតាន់ទេមន់ចឹកខ្ទេចអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនដែលមានដីធំអីយើង កុំតនីចោលណាយើងដាក់ចំមន់ទៅបងប្អូនបានផលទោះបីជាបានលក់ធំដុំក៏បានហូបចុកងាយស្រួលបងប្អូនព្រោះថាយើងសម័យឥឡូវវាអាសាកម្មវិធីណាខ្ញុំថាបងប្អូនថាខ្ញុំលេងអញ្ចឹងយើងមានរបស់ទាំងអស់នេះគឺវាជួយដល់ដូរគ្នាដែរអញ្ចឹងបងកាត់ថយចំណាយយើងបានច្រើនដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់តែអ្នកដែលចូលចិត្តក្នុងការហូបចុកអីត្រូវជួបជុំអីបងចំមន់ដល់ 4 10 សប្បុកនេះ មិនខ្វះរបស់ជួបជុំអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះជាការចែករំលែកផងលេងសើចផងបងប្អូនអញ្ចឹងបងប្អូនអាចទស្សនាទៅនេះគឺជាការចំមន់ផ្លែរបស់យើងហើយយើងចាំនេះចាំនៅលក្ខណៈគ្រួសារទេអត់មានចាំធំដុំទេយើងប្រឡែងមានដីតូចដីធំដីតូចអញ្ចឹងយើងចាំតាមលក្ខណៈដីតូចអញ្ចឹងទៅអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចូលចិត្តនៅក្នុងការមើល មន់អីណាមើលលក្ខណៈមើលកំសាន្តអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំមកពីធ្វើការវិញដល់កៅអៅហើយដាក់ចំណីមន់ណាស្រូវ 2 3 ក្តាប់បាយអញ្ចឹងទៅអង្គុយបាយទៅមើលទូរស័ព្ទបណ្ដើអញ្ចឹងទៅវានិយាយទៅធ្វើយើងមានអារម្មណ៍ដល់ fresh មួយយ៉ាងដែរបងប្អូនហ្នឹងហើយសប្បាយមួយយ៉ាងដែរណានេះសត្វតាមេដែលខ្ញុំក្រោយបងប្អូនខ្ញុំទុកក្នុងកោកហ្នឹងគឺវាសត្វតាមេក្រោយនេះ យើងទុកកោក 2 អញ្ចឹងបងកាលណាយើងទុកមន់កោក 2 វាធ្វើឲ្យវាឆាប់ពងណាកាលណាកោកច្រើនវាជន់
chọn lừa nên mà bọn chẳng chập và đặt cấu này chập bàn phòng đồ thiết chập nhỏ thiệt vừa chung những bọn mê vào nhóm lấy cái chỗ là phèm lái mê phèm mê vào mối bọn mê vào mối hơi cầu pì chẳng này chẳng vì nghĩa chập bàn cầu mà to là hột chẳng đâu bọn mà giờ bóc to kia chẳng đâu để sao dừng tục cầu trở cái chập bàn phò lại chẳng này chẳng sầm nhã mông phố này còn trong mê vùng vậy mê đọc ấy đi cầm mình thà cô đã cầu phi người ta bộ là bị chạp đỏ chạp hồ nữa này chạp bản hồ chạp bản ấy giống chạp bản phò đó bộ là ngày rồi vợ con đang trên đấy bên sự thèm tặc mà dưới thèm oi chi lạc nào lâu cứ món cho chặt xì hết một bia bòn mòn đi bằng bồn lọ chẳng đối bằng bồn man khơi nhưng là một mấy món bỏ nhom mấy là mưa tới là cầm bông một bồn hay xa dừng lia trên đây phong sự thèm tặc phong khóc phong chẳng món với làm sạch lươn mình tên đồng hồ là ngày chân video của nhóm cứ chạy lại tập phản ứng của việc hoàn thành là cả đã cho này món cầm sàn về là nghiệt nhưng chẳng thấy chân thơ ca chẳng có chẳng một vài bông phôn ai ở Puzna nơi trong video của nhóm to tiếp ban hỏi vừa xong những bông phôn trong từ nẹ từ nông su non ca trong món thơ bốc món ấy chẳng á chẳng ai ở chạy lại kia thơ bình tầm máu bán ập hiếp bông phôn là ngày trong video của nhóm cứ miền tập phản ứng của chạy lại vì cả trong món đó các đã trở thành món và chưa cùng sáng đó một là bạn là ngày xong ở con channel một là bạn tu sna cái đôi chỉ subscribe nơi trên này youtube vào nhóm cái đôi chỉ nhẹ chui xe rồi ấy to tiếp thôi nằm ấy dương chạy lại kia cái đôi chỉ cả trong món cầm sáng ấy chẳng này một con là ngày chẳng ngọc con channel